ขณะกรรมการบอกយើងចុះទៅនឹងមានចុះទៅដល់មើលដល់ខាងក្នុងខាងក្រៅទីតាំងហ៎មើលដល់មកមើលសូមឲ្យលោកប្រធានកាលាភិរដ្ឋសូមជូនទិដែលខាងតឡាការក៏គាត់ចុះទៅមើលពីបិសាដែរអាដាមមុនគាត់ជំរះមុនគាត់ស៊ើបសួរចៅក្រមស៊ើបសួរក៏គាត់ចុះទៅពីអ្នកណាមួយចុះទៅឈ្មោះយ៉ានសុភាពបាទហើយចៅក្រមជំនុំជម្រះឈ្មោះយិនសរឿនក៏គាត់ចុះទៅមើលជាក់ស្ដែងដែររឿងអស់ហ្នឹងមិនមែនគាត់អត់ចុះទៅមើលហើយបងសួរថាចុះទៅហ្នឹងតើមានភាគីទាំងសងខាងទៅតទល់គ្នាបាទហៅឲ្យចូលមើលជាក់ស្ដែងទាំងអស់គ្នាមានចឹងមែនទេបាទបងហើយឯងពេលហ្នឹងឯងប្រកែកជាមួយគេថាម៉េចអល់ឡាការគាត់ថាប្រេសនេះប្រេសដល់ធម្មជាតិអ៊ំហើយគាត់ថាបើអង្កលកាត់សាលក្រមហ្នឹងគាត់ថារឿងនេះវាអត់ធំដុំទេបើតែបើចង់ធំដុំបានឲ្យសម្រួលគ្នាទៅគាត់ខាងគាត់ក៏អត់ប្រមឥឡូវក្មួយសងសំណងមិនថាក្មួយបានប្រព្រឹត្តរឿងហ្នឹងទេក្មួយចង់សងបញ្ចប់ខ្ជិលឡើងទៅបន្តទៀតហើយក្មួយថាបើថាសងសំណងទៅខាងគាត់សំណងពរខាងគាត់ស្បត់ហើយក្មួយក៏ស្បត់ដែរថាក្មួយឲ្យបានធ្វើតែឥឡូវវាពាក់ព័ន្ធនឹងសំណងប្រហែល10លានណាកាលមុន15000អ៊ំហ៎កាលមុន15000ហេបងសួរសិនឥឡូវនឹង10លានហ្នឹងឯងយល់ព្រមឯនៅសំណងហ្នឹងដែលសាលក្រមនឹងស្ថាពរឲ្យទេបងដឹងថាឯងឯកភាពយល់ដែរឬក៏អត់បាទបើសិនដែលតឡាការគេកាត់ឲ្យខ្ញុំប៉ុណ្ណឹងខ្ញុំទទួលយកតាមនឹងខ្ញុំមានតែអញ្ចឹងឯងទទួលយកហើយណាទៀតបាទខ្ញុំមានតែតប៉ុន្តែឯងត្រូវចាំណាលុយវាមិនមែនតម្លៃជីវិតទេបាទខ្ញុំលុយវាគ្រាន់តែជារបស់សម្រាប់ទ្រទ្រង់រាងកាយតែប៉ុណ្ណោះឯងណាលុយវាបំរើឲ្យមនុស្សគ្រប់ប្រភេទទាំងអស់ប៉ុន្តែគុណធម៌គឺតម្រូវទៅលើមនុស្សល្អសម្បត្តិមនុស្សល្អមិនងាយធ្វើទេតែបើបងចង់បានលុយបងធ្វើគ្រប់យ៉ាងបានទាំងខុសទាំងត្រូវតែសម្បត្តិមនុស្សល្អគឺមិនងាយធ្វើទេតើថាបងមានគុណធម៌សច្ចធម៌ហើយកុំប្រើភាពមិនល្អក្នុងតម្លៃជាមនុស្សដែលគេមិនចង់បានជាពិសេសទៅទៀតបងគាត់ទៅប្រាប់ទេណាពេលដែលយើងក្រយើងត្រូវប្រឹងឲ្យមានពេលដែលយើងមានទៅប្រឹងជួយអ្នកក្រមិនមែននៅពេលដែលយើងក្រប្រឹងឲ្យមានហើយពេលដែលយើងមានហើយយើងយកជើងមកជន់ឈ្លីអ្នកក្រនោះទេនោះមិនមែនតម្លៃសន្តានជាមនុស្សហើយក៏មិនមែនជាតម្លៃរបស់ជនជាតិយើងដែរការយកប្រៀបជាមួយនឹងអ្នកទុនខ្សោយបានសេចក្តីថាយើងជាមនុស្សដេរឆានអូនឯងចាំខ្ញុំចាំបានខ្ញុំអាយុបាន50ខ្ញុំចាំហើយបាទអូនឯងអាយុតិចជាងបងហើយផឹកទឹកត្រីក៏តិចជាងបងដែរបាទកុំនិយាយដល់ផឹកទឹកសុទ្ធរឿងនេះបងតាមដានរហូតតាំងពីបណ្ដឹងពីដើមរហូតមកទល់ពេលនេះបងដឹងថាប្អូនខាងនេះស្ថានភាពរបៀបម៉េចជីវភាពនិងតម្លៃក្នុងសង្គមប្អូនឯងក៏បងដឹងថាស្ថានភាពជីវភាពនិងតម្លៃក្នុងសង្គមប្អូនឯងយ៉ាងម៉េចក៏បងបានដឹងគាត់តែបងផ្ដាំទេក្នុងឋានៈជាបងម្នាក់នៅក្នុងខេត្តនេះសម្បត្តិមនុស្សល្អមិនដែលមិនអាចមិនងាយធ្វើកើតទេហើយមរតកនៃជីវិតរបស់មនុស្សគឺគុណធម៌សច្ចធម៌សច្ចភាពមិនមែនមហិច្ឆតានិងសេចក្តីលោភលន់ទេបាទគាត់បងប្រាប់ប៉ុណ្ណឹងអានឹងរឿងវាសំខាន់បាទច្បាប់លោកក៏មានច្បាប់កម្ពុជាក៏វាមានច្បាប់លោកគឺគេច្បាប់អ្នកខុសគឺខុសគឺត្រូវគេអនុវត្តច្បាប់រងហើយនេះគឺច្បាប់នៅក្នុងលោកីហើយតែច្បាប់កម្ពុជាគឺវាដកជាប់នឹងផ្លូវអារម្មណ៍របស់យើងជានិច្ចរហូតដល់ថ្ងៃយើងស្លាប់ដូចជាសមោលដែលទទួលតាមប្រាណអញ្ចឹងអានោះគឺច្បាប់កម្ពុជាអញ្ចឹងហើយបានបងចង់ទាញអារម្មណ៍ពួកឯងមកវិញនេះឲ្យពួកឯងត្រូវគិតចេះអោបកសោបចេះស្រឡាញ់គ្នាតើបើឆ្លោះគ្នាយកលុយត្រឹម4-10លាននេះប្រះចាកចេញពីគុណធម៌ហើយលទ្ធផលទទួលបានត្រឹមតែឈ្នះហើយនឹងចាញ់តើនោះជាតម្លៃពិតនៅក្នុងជីវិតឬក៏អីនោះហើយជាតម្លៃពិតក្នុងជីវិតណាការឈ្នះចាញ់ការប្តឹងផ្ដាល់គ្នាហាក់បីដូចជាយកដាវនឹងកបិតមកកាប់បង្ហូរឈាមគ្នានៅកដាលវាលអញ្ចឹងតើវាស្រួលឬក៏វាឈឺចាប់ណាអានេះយកទៅគិតមើលយកទៅគិតយើងមិនអាចពេលខ្លះយើងមានប្រៀបណាយើងទៅយកភាពឈ្នះយកប្រៀបទៅលើបងប្អូនរបស់យើងដែលមានភាពទុនខ្សោយណាការឈ្នះនោះគឺមិនមែនដោយថតទេគឺជាអំពើបាបអានោះឬវានៅកន្លែងហ្នឹងអ្វីដែលយើងត្រូវការបំផុតនៅក្នុងជីវិតគឺយើងត្រូវការស្រស់ស្រួលគ្នាយល់គ្នាយកអាសាគ្នាសន្តោសគ្នាបណៃគ្នាបាទ
អោបកសោបគ្នានោះហើយជាតម្លៃពិតក្នុងជីវិតរបស់មនុស្សរឿងវានៅកន្លែងរឿងវានៅកន្លែងបងអូនយកចុះបងសុំចិត្តកូនឯងបើសិនជាសាធិការសម្រាប់ថា10លានកូនមិនបាច់ឲ្យគាត់ស្បត់ទេអ៊ំសុំឲ្យគាត់ចុះហើយបញ្ចប់រឿងហ្នឹងបាទអ៊ំអ្វីដែលគាត់បានធ្វើពិតប្រកបមិនពិតប្រកបគឺគាត់បានដឹងនៅក្នុងបេះដូងគាត់រួចហើយបាទអ្វីដែលជាការពិតគឺនៅក្នុងបេះដូងគាត់កូនមិនមែននៅក្នុងស្លឹកกระดาษមួយស្លឹកហ្នឹងទេកូនឯងជឿសម្ដីអ៊ំចុះតើ10លានកូនឯងខ្វះប្រមាណអ៊ំជួយអត់អីទេអ៊ំក៏តែក៏ក្មួយសហ្នឹងកុំឲ្យថាតឡាការគេចាប់ខ្លួនអញ្ចឹងឥឡូវបានមកមឿនបើសិនជាកូនក្មួយរបស់យើងវាសម្រាប់អញ្ចឹងចូលរួមការងារការពីជាមួយវាណានាងណាការពីចុះហើយកូនយកចង់ឲ្យសុំអ៊ំថាពេលសឲ្យឲ្យគេធ្វើកដាស់ស្នាមកុំឲ្យមានរឿងលោកក្រោយទៀតអត់អីទេកូនចុះកូនឲ្យចុះបើសិនជាក្នុងសំណុំរឿងហ្នឹងវាតម្រូវការប្រព័ន្ធហើយបើកូនខ្វះកូនប្រាប់អ៊ំបាទណាអ៊ំជួយកូនខ្វះឬក៏អត់អត់អីទេអ៊ំបើកូនមិនអីទេកូនសងចុះហើយបញ្ចប់សំណុំរឿងនេះតោះនេះកូនបាទណាបងយកចុះបើសិនជាតម្លៃនៃមនោសញ្ចេតនាដែលមានជាមួយគ្នាកន្លងមកហើយវាមានតម្លៃស្មើនឹង10លាននេះបងយកចុះបងយកទៅបងយកចុះហើយបើសិនជាកូនក្មួយខ្វះប្រាប់អ៊ំមានលទ្ធភាពខ្លះអាចជួយកូនបានបងយកចុះនេះមិនមែនជាតម្លៃពិតរបស់ជីវិតមនុស្សទេតម្លៃពិតនៃជីវិតមនុស្សគឺអ្នកដែលខុសគឺស្គាល់ខុសអ្នកត្រូវគឺស្គាល់ត្រូវមិនមែនដើម្បីឈ្នះចាញ់ហើយយកទឹកលុយប៉ុណ្្នឹងទេបើបងឯងជាមនុស្សល្អបើវាធ្វើអញ្ចឹងមែនដេញវាក្មួយកូនមិនអាបាក់ឲ្យលបងណាជួយរកជាងមកធ្វើតិចទៅកូនណាកូនឯងជួយធ្វើតិចទៅណែអ៊ំមិនដឹងទេណាឯងធ្វើឲ្យខូចខាតឯងដោះស្រាយឲ្យធ្វើចប់ណាអានេះបានតម្លៃបាទបានមានតម្លៃពិតប្រាកដហើយបើគាត់ណាខុសត្រូវបន្តិចបន្តួចអញ្ចឹងទៅប្តឹងផ្ដាល់គ្នារហូតទៅដល់ដាក់បន្ទុកទៅឲ្យគ្នាអញ្ចឹងតើអានឹងជាសមទេនេះហើយជាមរតកជីវិតនេះហើយជាទ្រព្យសម្បត្តិរបស់មនុស្សល្អហើយបងដឹងថាឯងជាបញ្ញវន្តណាឯងមិនមែនជាមនុស្សដែលខ្វះខាតនៅចំណេះដឹងទេណាចុះហេតុអីក៏កម្រិតគុណធម៌របស់ឯងនៅមានកម្រិតឯងនិយាយមើលខ្ញុំសូមគោរពអាយដាមពេលដែលអាយដាមមានប្រសាសន៍អញ្ចឹងខ្ញុំមិនដឹងឆ្លើយតបអាយដាមមិនទេឯងមិនឆ្លើយទេសំណុំរឿងនេះបងដឹងពីដើមរហូតដល់ចប់ប៉ុន្តែវាជាអភិបាលក្រុមប្រឹក្សាណាអ្នកមុខអ្នកការនៅទីនេះដែលជាសេនាធិការឲ្យបងសម្រាប់រាយការណ៍នឹងចុះត្រួតពិនិត្យគេបានរាយការណ៍ត្រួតពិនិត្យរួចហើយសំណុំរឿងទាំងអស់ជាសុខទុក្ខរបស់បងនៅក្នុងប្រជាពលរដ្ឋដែលមានលើទឹកដីខេត្តនេះជាគ្រួសាររបស់បងតន់អញ្ចឹងបងមិននិយាយទេបងអូនផ្អែកទៅលើกระดาษមួយស្លឹកនេះសម្រាប់អញ្ចឹងហើយបងអូនយកចោះ10លានកូនខ្វះកូនប្រាប់អ៊ំបើកូនមិនខ្វះទេកូនឲ្យហើយបញ្ចប់សំណុំរឿងនេះលោកអភិបាលក្រុមអនុវត្តណាតាមអ្វីដែលជាការសម្រេចដែលបងអូនប្រុសគាត់បានឈ្នះឲ្យគាត់យកចោះតន់នេះហើយកូនឯងថ្ងៃក្រោយកូនឯងធ្វើអីដោយការប្រុងប្រយ័ត្នបំផុតបាទអ៊ំបាទតន់បាទតែប៉ាត់រឿងវានៅកន្លែងនេះអត់អង្គមកយកអ៊ំឲ្យហូបអត់អីទេតន់ណាកូនប៉ុន្តែកូនត្រូវដឹងថាធ្វើជាមនុស្សក្នុងនាមជាមនុស្សម្នាក់ដែលមានសម្បត្តិជាមនុស្សល្អកូនត្រូវមានស្អីខ្លះណាសច្ចធម៌សច្ចភាពគុណធម៌ណាអោបកសោបការសន្តោសការបណៃការយល់យោគលក្ខនឹងលក្ខនោះហើយជាសម្បត្តិមនុស្សល្អដែលវាមានតម្លៃជាអមតៈមិនមែនលុយ4-10លាននឹងកូនចាយអស់មួយជីវិតទេកូនតន់ទេបាទកូនធ្វើតាមអ៊ំតន់លុយរកបានសម្បត្តិលុយនេះគឺរកបានតែសម្បត្តិមនុស្សល្អមិនងាយរកបានទេហើយពិបាកធ្វើណាស់តន់អ៊ំនៅខាងឯងបាទអ៊ំបាទអនុវត្តតាមគោលការណ៍ច្បាប់ដែលបានកំណត់រួចតន់ទេចប់កូនចាត់ចែងចុះបងមឿនបងនាំកូនក្មួយយើងទៅដើម្បីបញ្ចប់សំណុំរឿងនេះណាដោយមានកំណត់ហេតុត្រឹមត្រូវហើយកុំឲ្យមានការដាក់បន្ទុកទៅលើកូនក្មួយយើងក្នុងប្រការណាផ្សេងតន់ទេបងបាទបងសុំចប់ប៉ុណ្្នឹងចុះណា